សម្ដេចតេជោហ៊ុនសែនប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទវាយគ្រប់ចំណុចដែលខ្មាំងវាចូលដើម្បីការពារទឹកដីក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគ្រប់នៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនមកតំបន់សុវត្ថិភាពសម្ដេចតេជោហ៊ុនសែននៃឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៅព្រឹកថ្ងៃទី9ខែធ្នូនេះបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងសៀមវាចូលដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាបើតាមសម្ដេចតេជោការបង្ខំចិត្តវាយតបតទៅកាន់កងទ័ពឈ្លានពានពីថៃនេះបានធ្វើឡើងកាលពីល្ងាចនិងយប់ថ្ងៃទី8ខែធ្នូនិងបានបន្តបន្ថែមដល់ថ្ងៃទី9ខែធ្នូនេះសម្ដេចតេជោបានស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីថៃអនុទីនដែលបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចនៅតាមព្រំដែនកម្ពុជាប៉ុន្តែមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដូច្នេះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងសម្ដេចតេជោបានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោបានលើកឡើងយ៉ាងដូចនេះថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទហើយសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់បន្ថែមពីនេះសម្ដេចតេជោហ៊ុនសែនក៏បានលើកយកសម្ដីរបស់មេតបថៃម្នាក់ដែលបានប្រកាសដោយអំនួតហួសប្រមាណកាលពីពេលថ្មីនេះថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដេចតេជោថាសម្ដីលោកមេតបរូបនេះដូចជាខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបញ្ជាក់យ៉ាងដូចនេះថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយសម្ដេចតេជោបានតោងការចាប់អារម្មណ៍ថាសម្ដេចកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនការពីពេលមានការផ្ទុះអាវុធនៅក្នុងខែកក្កដាពួកគេចោទកម្ពុជាថាលមោបសង្គ្រាមប៉ុន្តែពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទថាកម្ពុជាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពជាដើមសម្ដេចតេជោបានសង្កត់ធ្ងន់ថានៅពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយយ៉ាងដូចម្តេចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង